ដូចជាត្រីបំពងកញ្ឆែតបែបថ្មីបងប្អូនមុនធ្វើមុខម្ហូបមុខនេះនាងខ្ញុំបានធ្វើការបែកកញ្ឆែតសិនបងប្អូនហើយកញ្ឆែតនេះនៅក្រោយផ្ទះបងនាងខ្ញុំហ្នឹងបងប្អូនមើលឡើងល្អហ្មងឡើងច្រើនបងប្អូនហើយខ្ញុំឃើញក៏ទ្រាំបានបងប្អូនអើយក៏ធ្វើមុខម្ហូបមួយមុខនេះទៅបងប្អូនអីនេះមានពូជួយបេះទៀតអូយបានឡើងល្អហ្មងហើយបងប្អូនមើលទេសភាពនៅក្រោយផ្ទះហ្នឹងថាសិតតែកញ្ឆែតហ្មងបងប្អូនអើយហើយឥឡូវនាងខ្ញុំត្រឡប់ទៅវិញហើយបងប្អូននាងខ្ញុំបានលាងកញ្ឆែតស្អាតរួចរាល់ហើយបងប្អូនថែមពេញប៉ោះនឹងម្នាស់បន្ថែមទៀតបងគ្រឿងបន្តរបស់នាងខ្ញុំប្រើត្រីមួយសម្អាតឲ្យស្អាតក៏លើយកឆ្អឹងចេញហើយយកសាច់វាមកហាន់ជាកង់និងគ្រឿងផ្សំជាច្រើនសូមបងប្អូនមើលតាមដែលនាងខ្ញុំដាក់ឲ្យនេះហ៎បងប្អូនហើយមុនដំបូងនាងខ្ញុំធ្វើការបំពងត្រីសិនហើយមុនដំបូងនាងខ្ញុំដាក់ខ្ទះក្តៅដាក់ខ្លាញ់ចូលរំមបរិមាណនៃត្រីនាងខ្ញុំមានហើយដាក់ម្សៅស្រួយចូលបន្តិចទៀតបងប្អូនហើយនាងខ្ញុំធ្វើការបំពងបែបនេះគឺងាយស្រួលបងប្អូនមើលនាងខ្ញុំដាក់ត្រីចូលឲ្យមានខ្ទាតខ្លាញ់ទេបងប្អូនហើយភាគច្រើនណាបងប្អូនបំពងត្រីស្រស់បែបនេះគឺដឹងតែខ្ទាតទុះប្រឡាក់ពេញទៅនឹងឲ្យបងប្អូនឲ្យលាកដៃលាកជើងអស់ហើយធ្វើតាមខ្ញុំបែបនេះគឺងាយស្រួលបងប្អូនអត់មានរលាកអីហើយនាងខ្ញុំទុកត្រីមកស្ទុះសិនហើយក៏ឥឡូវត្រីនាងខ្ញុំក្រៀមហើយនាងខ្ញុំបានប្រែវាហើយមើលអត់មានបែកសាច់បែកអីឡើងស្រួលអត់មានជាប់ខ្ទះជាប់អីទេបងប្អូនហើយត្រីនាងខ្ញុំបានក្រៀមធ្វើការស្រង់ដាក់កញ្ច្រែងបន្ទាប់មកនាងខ្ញុំធ្វើការត្រឡប់កញ្ឆែតសិនណាបងប្អូនហើយនាងខ្ញុំអត់ចង់ដាក់កញ្ឆែតស្រស់ទេបងប្អូនខ្លាចរៀងកពុលដល់ពេលអញ្ចឹងនាងខ្ញុំត្រឡប់កញ្ឆែតឲ្យរៀងឆ្អិនសិនតែកុំឲ្យវាឆ្អិនពេកចឹងបងប្អូនពេលដែលវាឆ្អិនជ្រុលអត់ឆ្ងាញ់ទេពេលឆ្អិនល្មមនោះវារៀងស្រួយហើយកញ្ឆែតនាងខ្ញុំបេះថ្មីបងប្អូនឡើងស្រួយល្អហើយឥឡូវនាងខ្ញុំធ្វើការរៀបដាក់ចានហើយនាងខ្ញុំយកត្រីដែលបំពងស្រស់ខ្លាញ់មិញនាងខ្ញុំយកមករៀបដាក់បន្ថែមពីលើទៀតបន្តមកនាងខ្ញុំធ្វើការធ្វើទឹកស៊ុបត្រីហ្នឹងបងប្អូននាងខ្ញុំបំពងខ្ទឹមសិនហើយដាក់សាច់ចូលហើយនាងខ្ញុំត្រឡប់សាច់ហ្នឹងឲ្យរៀងឆ្អិនបន្តិចបងប្អូនហើយត្រឡប់ឲ្យរៀងឆ្អិនបន្តិចបាននាងខ្ញុំដាក់គ្រឿងចូលដាក់ទឹកប្រេងខ្យង2ស្លាបព្រាហើយខ្ញុំបន្ថែមទឹកត្រី2ស្លាបព្រាទៀតថែមអំបិល1ស្លាបព្រាម្សៅស៊ុបកន្លះស្លាបព្រាស្ករ2ស្លាបព្រាប៊ីចេងចុងស្ព្រាបានហើយបងប្អូនរួចរាល់ហើយនេះខ្ញុំក៏ត្រឡប់សាច់ហើយនេះខ្ញុំដាក់បន្លែចូលបងប្អូនហើយក៏ត្រឡប់ឡើងឲ្យរៀងសពបន្តិចណាបងប្អូនហើយទុកឲ្យវាពុះបន្តិចទៅហើយក៏នេះខ្ញុំបន្ថែមទឹកឲ្យវាចូលបន្តិចទៀតបងប្អូនឲ្យវារៀងមានទឹកបន្តិចព្រោះយើងត្រូវការយកមកស្រូបត្រីស្រូបបន្លែហ្នឹងហ៎បងប្អូនហើយទុកវាមកស្ទុះសិនឥឡូវរៀងពុះឆ្អិនបានល្អទៅហើយក៏នេះខ្ញុំដួសស្រូបត្រីរួចរាល់មកបងប្អូនមកធ្វើការភ្លក់ម្ហូបទាំងអស់គ្នានេះមើលតមាត់នេះខ្ញុំមកឡើងកបួចបងប្អូនអើយមើលតមាត់ក៏តំណងថាឆ្ងាញ់ដែរហើយសំកញ្ឆែតបេះថ្មីបងប្អូនកញ្ឆែតធម្មជាតិបេះថ្មីខ្លួនឯងអញ្ចឹងនិយាយពីឆ្ងាញ់ឲ្យមួយដៃមួយសិនបងប្អូនអើយខ្ញុំមើលតំណងពេកអស់ប្រកិតណាបងប្អូនធ្វើខ្លួនឯងអត់ខ្លួនឯងណាតែក៏ពិតឆ្ងាញ់មែនតាបងប្អូនឡើងតំណងហ្មងមុខម្ហូបមួយមុខនេះបងប្អូនសាកធ្វើតាមនាងខ្ញុំមើលឆ្ងាញ់មែនបងប្អូនហើយនឹងតំណងនេះបងប្អូនអូឡើងឆ្ងាញ់ហើយវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនបើហើយមួយម៉ាត់ទេសិនបងប្អូនបាយបងប្អូន